ក្រុមហ៊ុន Mekong Fine Food គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសមុទ្រដែលឈានមុខគេនៅក្នុងស្រុកខ្មែរយើងហើយភាគច្រើនម្ហូបដែលយើងនាំចូលគឺមកពីប្រទេសជប៉ុនហើយនិងអឺរ៉ុបហើយនិងកាណាដាហើយយើងភាគច្រើនគឺយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយខាងចុងភៅជំនាញដែលគាត់ធ្វើការតាម restaurant ហើយនិងសន្តាគារនិងភោជនីយដ្ឋានដើម្បីឲ្យគាត់ជួយគាត់ជ្រើសរើសផលិតផលដែលល្អបំផុតដែលយើងនាំចូលដើម្បីគាត់ដាក់នៅក្នុងមុខម្ហូប menu របស់គាត់ហើយឥឡូវនេះគឺយើងមាន3សាខាមានសាខាកំពង់សោមសាខាសៀមរាបហើយនឹងសាខានៅភ្នំពេញតែម្ដងជាក់ស្ដែងទៅគឺខ្ញុំមានបទពិសោធន៍ខាងបដិសណ្ឋារកិច្ចនេះតាំងពីឆ្នាំ2004អញ្ចឹងខ្ញុំដឹងច្បាស់ណាស់ថាអតិជនខ្ញុំធ្វើការអីដោយសារអីគឺខ្ញុំធ្វើដោយខ្លួនឯងផ្ទាល់តាំងពីចំណុចទូចរហូតដល់ចំណុចធំគឺខ្ញុំធ្វើខ្លួនឯងទាំងអស់ហើយបន្ទាប់មកក្រុមហ៊ុននេះគឺយើងបើកនៅឆ្នាំ2023ហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតគឺយើងមានក្រុមការងាររបស់យើងគឺភាគច្រើនគឺជាស្ត្រីខ្មែរដែលគាត់ជួយខ្ញុំពីក្រោយហើយយើងមានបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ហើយយើងមានប្រធានផ្នែកមួយដែលគាត់អាចជួយការងារយើងបានច្រើនដើម្បីឲ្យយើងបានរីកចម្រើនតាមពិតទៅខ្ញុំមានបទពិសោធន៍ប្រឡូកក្នុងវិស័យបដិសណ្ឋារកិច្ចនេះតាំងពីឆ្នាំ2004ហើយខ្ញុំមានបទពិសោធន៍ច្រើនសម្រាប់សេវាកម្មទៅដល់ភ្ញៀវហើយក្រុមហ៊ុនយើងដែលនាំចូលគ្រឿងសមុទ្រនេះគឺយើងបង្កើតនៅឆ្នាំ2023រយៈពេលខ្លីក៏ប៉ុន្តែយើងរីកចម្រើនបានច្រើនដោយសារយើងចូលរួម event កម្មវិធីច្រើនហើយយើងមានទំនាក់ទំនងជាមួយមនុស្សផ្សេងជាច្រើនហើយយើងក៏មានក្រុមការងារជំនាញហើយនឹងខ្លាំងភាគច្រើនជាស្ត្រីខ្មែរយើងហើយយើងផ្ដោតទៅលើហត្ថរចនាសម្ព័ន្ធទៅលើការពង្រីកសមត្ថភាពក្រុមការងារជាក់ស្ដែងទៅយើងមានការបណ្ដុះបណ្ដាលនិងជឿជាក់ទៅលើធ្វើការជាក្រុមអញ្ចឹងហើយកត្តាទាំងនេះធ្វើឲ្យយើងរីកចម្រើនរឹតតែខ្លាំងវាពិតជាពិបាកបំផុតក្នុងការកម្ចីដើម្បីយកលុយមករកស៊ីពិសេសគឺធនាគារខ្លះគឺគាត់អត់បានយកចិត្តទុកដាក់ស្ដាប់គោលដៅអ្វីដែលយើងកំពុងតែធ្វើអ្វីដែលគាត់ចង់បានភាគច្រើនគឺគាត់ចង់បានទ្រព្យបញ្ចាំប៉ុន្តែអ្វីដែលលំបាកបំផុតសម្រាប់អ្នកដែលកំពុងតែមានគោលដៅច្បាស់លាស់បង្កើតមុខរបរនេះគឺអត់មានទ្រព្យបញ្ចាំទេអ្នកខ្លះគឺគាត់ចាប់ផ្ដើមពីចំណុច0ដូចខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើមពីប្រាក់ខ្ញុំតិចតួចដែលខ្ញុំបានសន្សំបន្ទាប់មកខ្ញុំបានខ្ចីពីបងប្អូនហើយនឹងខ្ចីមិត្តភ័ក្តិអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមបានអាជីវកម្មនេះប៉ុន្តែខ្ញុំសំណាងដែរដោយសារអីខាង ADB គាត់បានapprove loan business loan មកឲ្យខ្ញុំអញ្ចឹងសម្រាប់ business loan ដែលគាត់ approve នេះគឺអាចបង្កើនអាជីវកម្មរបស់ខ្ញុំផ្ទាល់ឲ្យខ្ញុំបានរីកចម្រើនយ៉ាងទៅមកកម្រិតទៀតណាចាបញ្ហាមួយទៀតគឺប្រឈមមុខនឹងការជ្រើសរើសបុគ្គលិកសម្រាប់បុគ្គលិកចម្បងគឺខ្ញុំជ្រើសរើសក្រុមការងារដែលគាត់មានជំនាញច្បាស់លាស់ហ
ហើយមិនត្រឹមតែជំនាញទេពួកគាត់ដើរលើគោលការណ៍តែមួយជាមួយអ្វីដែលខ្ញុំចង់បានមានន័យថានៅលើចក្ខុវិស័យតែមួយនៃគោលការណ៍ក្រុមហ៊ុនដែលបានគ្រោងទុកនឹងហើយជាកត្តាដែលធ្វើឲ្យយើងឈានទៅមុខយើងបានបណ្ដុះបណ្ដាលការងារបន្ថែមដល់ក្រុមការងារហើយយើងក៏បានផ្ដល់ជូនលក្ខខណ្ឌការងារល្អដល់ពួកគាត់ការដែលយើងមានទំនាក់ទំនងបានយ៉ាងស្អិតល្មួតជាមួយនឹងសង្គមជាមួយមិត្តភ័ក្តិឬក៏អ្នកដែលយើងមិនដែលស្គាល់ក៏យើងត្រូវមានទំនាក់ទំនងជាមួយគាត់ដែរពិសេសគឺនៅក្នុងស្រុកខ្មែរយើងទំនាក់ទំនងនឹងសំខាន់ណាស់ដោយសារតែយើងស្គាល់ពួកគាត់យើងរកស៊ីអីក៏យើងឆាប់ជោគជ័យលឿនដែរយើងមានឱកាសបានមុនគេបើសិនជាយើងទៅដល់អត់ស្គាល់អ្នកណាម្នាក់ដែលមិនចាំគោលដៅគឺយើងវាពិបាកក្នុងការរកស៊ីជាមួយគ្នាហើយអ្វីជាក់ស្ដែងដូចមុខជំនួយខ្ញុំរងថ្ងៃនេះគឺខ្ញុំបានមកពីមនុស្សស្គាល់គ្នាដែលខ្ញុំមានទំនាក់ទំនងល្អអញ្ចឹងហើយពេលដែលយើងមានទំនាក់ទំនងល្អហើយយើងមានសេវាកម្មល្អយើងមានមានសេវាកម្មល្អហើយនឹងផលិតផលល្អភ្ញៀវនោះគាត់នឹងណែនាំមិត្តភ័ក្តិគាត់ផ្សេងទៀតមកឲ្យទិញអីវ៉ាន់យើងមកឲ្យជួយគ្រប់គ្រងយើងអញ្ចឹងហើយបានការរីកចម្រើនវារឹតតែឆាប់រហ័សជាងមុខជំនួយផ្សេងដែលយើងអត់មានទំនាក់ទំនងជាក់ស្ដែងទៅខ្ញុំគិតថាខ្មែរ SME and Asian Access ជាកម្មវិធីមួយដែលល្អអាចជួយណែនាំយើងពីផលិតផលថ្មីហើយនឹងអាចជួយយើងពីអាជីវកម្មមួយជួយណែនាំយើងពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតហើយកម្មវិធីនេះអាចជួយសន្សំសំចៃពេលវេលានិងបង្កើតទំនុកចិត្តនៅពេលអនាគតអាចជួយយើងនាំផលិតផលខ្មែរយើងនាំចេញទៅបរទេសបានទៀតជាកម្មវិធីមួយដែលភ្ជាប់ទំនាក់ទំនងនិងឲ្យយើងរីកចម្រើនរឹតតែលឿនជាងការរំពឹងទុកសម្រាប់ខ្ញុំក្នុងការចូលក្នុងទីផ្សារនេះអ្វីដែលសំខាន់គឺយើងមានចំណេះដឹងច្បាស់លាស់ហើយយើងត្រូវមានឈ្មោះក្រុមហ៊ុននិងការវេចខ្ចប់ហើយនឹងតម្លៃហើយធ្វើឲ្យយើងមានរៀនពីគុណភាពហើយនឹងជំរុញឲ្យយើងមានកម្រិតស្តង់ដារអន្តរជាតិហើយនឹងជំរុញឲ្យមានការលក់កើនទ្វេដងសម្រាប់អាជីវកម្មខ្នាតតូចគឺយើងពិបាកណាស់នឹងរកដៃគូសហការខ្ញុំសង្ឃឹមថាខ្មែរ SME និង Asian Access អាចជួយស្វែងរកដៃគូសហការនិងណែនាំពីអាជីវកម្មមួយទៅអាជីវកម្មមួយយើងត្រូវដឹងពីតម្រូវការអតិថិជនបន្ទាប់មកយើងព្យាយាមផ្ដល់នៅអ្វីដែលអតិថិជនគាត់ត្រូវការបង្កើតក្រុមការងារយ៉ាងរឹងមាំគ្រប់ផ្នែកទាំងអស់ហើយនឹងជំនាញហើយនឹងហិរញ្ញវត្ថុចុះឈ្មោះក្រុមហ៊ុនគ្រប់លក្ខន្តិកៈហើយបង្កើតបរិយាកាសឲ្យបានល្អនិងមានផាសុកភាពដល់បុគ្គលិកទាំងអស់សម្រាប់ក្រុមការងារយើងទាំងអស់គាត់ជាតសៃឈាមរបស់ក្រុមហ៊ុនអញ្ចឹងហើយយើងជាម្ចាស់ក្រុមហ៊ុនត្រូវមានការគោរពត្រូវមានការណែនាំត្រូវមានគោលដៅច្បាស់លាស់ដើម្បីឲ្យក្រុមការងារជឿជាក់លើចក្ខុវិស័យរបស់យើងអញ្ចឹងពេលដែលក្រុមការងារយើងគាត់សប្បាយចិត្តក្រុមហ៊ុនក៏រីកចម្រើនហើយអ្វីដែលរឹតតែដែលយើងរឹតតែផ្ដោតសំខាន់នោះគឺ
សម្រាប់ខ្ញុំជាម្ចាស់អាជីវកម្មផ្ទាល់យើងត្រូវតែរៀនរាល់ថ្ងៃហើយរៀនបន្ថែមហើយកែលម្អនៅអ្វីដែលយើងខ្វះខាតអញ្ចឹងមានន័យថាការរៀនគឺធ្វើយើងអាប់ដេតខ្លាំងធ្វើយើងរីកចម្រើនខ្លាំង